សួស្តីបងប្អូនទាំងអស់គ្នាមកបងប្អូនញ៉ាំកាទៀវជាមួយខ្ញុំបងប្អូនថ្ងៃនេះមុននឹងចេញដំណើរទៅខេត្តកំពង់ធំបងប្អូនគឺខ្ញុំដាក់កាទៀវមួយចានសិនបងប្អូនដើម្បីទ្របពោះរំទៅដល់ហ្នឹងគឺយូរដែរបងប្អូនព្រោះអីចេញពីសៀមរាបទៅគឺម៉ោង9ជាង7ម៉ោង10ហើយណាបងប្អូនអញ្ចឹងគឺដាក់កាទៀវគ្រឿងសមុទ្រមួយចានសិនបងប្អូនព្រោះដឹងទីថាទៅដល់នោះអត់សូវបានញ៉ាំបាយទេបងប្អូនអើយព្រោះទៅដល់នោះមានអីទេមានតែដើរញ៉ាំផ្លែឈើហ្នឹងហើយព្រោះបំណងខ្ញុំទៅគឺទៅបេះផ្លែឈើបងប្អូនហើយផ្លែឈើមានអីទេមានផ្លែនៅស្រុកខ្ញុំហ្នឹងមានសពរមានផ្លែលពាក់មានផ្លែច្រើនណាបងប្អូនផ្លែភ្លូមានផ្លែអីអញ្ចឹងណានិយាយរួមទៅគឺផ្លែច្រើនផ្លែឈើច្រើនហើយដើរបេះបានបុកអំបិលបន្តិចបដើញ៉ាំបដើហើយបើមិនអញ្ចឹងទេគឺយកមកដល់ផ្ទះវិញគឺបុកលាយគ្នាហ្មងមានលពាក់មានត្រប់ខាមានអីអញ្ចឹងណាបងប្អូនអញ្ចឹងមុននឹងទៅនឹងគឺត្រូវដាក់កាទៀវសិនហើយបងប្អូនកុំឃើញអញ្ចឹងមិនញ៉ាំតែកាទៀវមួយមុខទេបងប្អូនមានបាយឆាជាមួយនឹងបាយឆាហើយថែមម្ហូបឆាលុកឡាក់គេនឹងមួយមុខទៀតបងប្អូននិយាយរួមទៅគឺត្រូវញ៉ាំព្រោះឯម៉ោងនឹងម៉ោង9ហើយ7ម៉ោង10ហើយអញ្ចឹងគឺញ៉ាំតម្រូវថ្ងៃត្រង់នេះហើយពេលយើងទៅដល់គឺចូលព្រៃតែម្ដងបងប្អូនអញ្ចឹងអត់បានញ៉ាំបាយទៀតទេតែចូលព្រៃហើយមានតែម្ជូរទេអញ្ចឹងគឺបងប្អូនឃើញហើយដាក់យោតែម្ដងហើយញ៉ាំកាទៀវផងញ៉ាំបាយផងហើយប៉ុណ្ណឹងហើយបងប្អូនកុំឃើញថាញ៉ាំប៉ុណ្ណឹងញ៉ាំអត់អស់បងប្អូនអស់នៅមានទឹកក្រូចច្របាច់នឹងមួយកែវទៀតគឺដាក់ឡើងដាច់ម៉ាត់តែម្ដងបងប្អូនហើយណាមួយកាទៀវកន្លែងគាត់នឹងគឺឆ្ងាញ់ដែរបងប្អូនអើយឃើញទឹកថ្លាអញ្ចឹងទេប៉ុន្តែឆ្ងាញ់ណាមុនដំបូងឃើញតែទឹកថ្លាអញ្ចឹងស្មានតែអត់មានជាតិក៏ពិតជាតិណាឆ្ងាញ់កាទៀវកន្លែងគាត់ហ្នឹងហើយបាយក៏ឆ្ងាញ់ដែរបងប្អូនខ្ញុំឯនេះវិញបងប្អូនអើយកាទៀវផងបាយផងដូចបងប្អូនឃើញអញ្ចឹងគឺថាខ្វាកោណាមួយតម្លៃហ្នឹងគឺសមរម្យផងបងប្អូនអញ្ចឹងហើយគឺថាខ្វាកោយកតែម្ដងឲ្យបងប្អូនឃើញទឹកក្រូចហ្នឹងទឹកក្រូចច្របាច់ហ្នឹងគឺច្របាច់ផ្លែក្រូចស្រស់តែម្ដងហើយបងប្អូនឃើញបាយអត់និយាយរួមទៅបាយលង្ហៀចានហ្មងណាសរបាយប្រហែល2 ស្ព្រានហ្នឹងហើយបងប្អូនហើយទឹកក្រូចមួយកែវគឺដាក់ដាច់ប៉ាត់តែម្ដងហើយនៅមានទឹកតែខ្ញីមួយកែវទៀតបងប្អូនហើយនិយាយរួមទៅថាបងប្អូនឃើញរៀងល្អិតអញ្ចឹងថាខ្ញុំញ៉ាំតិចមិនមែនញ៉ាំតិចទេបងប្អូនតើជួបផ្ទាល់បានដឹងថាអូខ្ញុំញ៉ាំច្រើន